សួស្តីតើអ្នកស្រីលីស៊ីមែនទេចាស់គឺខ្ញុំធនាគារយើងមានប្រាក់កម្ចី1លាន9សែនរបស់អ្នកតែបានហួសកំណត់3ខែហើយតើអ្នកមានគម្រោងដោះស្រាយបែបណាកម្ចីអីគេកាលពីខែមិថុនាឆ្នាំ2023អ្នកបានប្រើឈ្មោះផ្ទាល់ខ្លួនមកខ្ចីប្រាក់1លាន9សែនពីធនាគារយើងដោយដាក់បញ្ចាំផ្ទះនៅតំបន់ Phi Chui Wan ពួកអ្នកច្រឡំហើយដឹងផ្ទះខ្ញុំមួយនឹងគឺទិញលុយសុទ្ធមិនដែលយកទៅបញ្ចាំខ្ចីលុយទេអ្នកស្រីលីសូមអ្នកមកពិនិត្យនៅធនាគារផ្ទាល់ឲ្យបានឆាប់បើមិនអញ្ចឹងទេយើងនឹងចាត់វិធានការផ្លូវច្បាប់បានស្អែកខ្ញុំទៅអ្នកណាខលមកនឹងបងថ្លៃគឺធនាគារគេទារលុយថាយកឈ្មោះខ្ញុំទៅខ្ចី1លាន9សែនអុយបងថ្លៃកុំទៅជឿពួកធនាគារនឹងពេកឥឡូវពួកបោកប្រាស់សម្បូរណាស់អ្នកណាឈួតទៅខ្ចីលុយច្រើនម្លឹងនោះមែនអត់អញ្ចឹងហ៎បងកុំទៅខ្វល់ខ្វាយអីចុះគៀវស្ងោឆ្អិននៅខ្ញុំឃ្លានហើយគៀវក្នុងឆ្នាំងស្ងោខ្លួនឯងទៅបើគ្មានដៃទេនៅនឹងហើយសួស្តីមានគេយកឈ្មោះខ្ញុំទៅខ្ចីលុយ1លាន9សែនតើរឿងនេះត្រូវដោះស្រាយបែបណាអ្នកស្រីលីបើបញ្ជាក់ថាអ្នកមិនមែនជាអ្នកខ្ចីផ្ទាល់ទេនោះវាចូលដល់បទល្មើសក្លែងបន្លំអត្តសញ្ញាណដើម្បីបោកប្រាស់យកប្រាក់កម្ចីហើយជាបទល្មើសព្រមទណ្ឌកាត់ក្រេឌីត3សន្លឹកជំពាក់420,000កម្ចីអនឡាញ180,000បុកជាមួយកម្ចីបញ្ចាំ1លាន9សែនទៀតសរុបទាំងអស់2លាន5សែនកាត់ក្រេឌីតដែលធ្វើដំបូងគេគឺធ្វើនៅខែមីនាឆ្នាំមុនបងថ្លៃខ្ញុំចង់មករកការងារនៅទីក្រុងតែគ្មានលុយជួលផ្ទះទេមានតែមកសុំស្នាក់នៅជាមួយបងហើយចម្លែកម្លេះអត្តសញ្ញាណប័ណ្ណខ្ញុំបាត់ទៅណាច្បាស់ជាដាក់លើទៅសោះនឹងអុយបងថ្លៃមើលចុះចូលចិត្តភ្លេចមុខភ្លេចក្រោយធ្លាក់ជ្រុះគៀនសាឡុងបាត់ហើយពិតជាការពីយប់ការពីថ្ងៃតែចោលក្នុងផ្ទះការពីមិនបានមែនអូនសម្លាញ់ម៉ាក់ថាអូនចេញក្រៅគៀវត្រជាអស់ហើយចង់ឲ្យបងកំដៅឲ្យវិញទេមិនបាច់ទេបងថ្លៃទៅណាទៅមកវិញហ្នឹងកុំប្រាប់ណាថាភ័យនឹងទូរស័ព្ទបោកប្រាស់នោះមែនកុំភ័យចាំខ្ញុំកំដរបងទេទៅប្តឹងពួកគេឲ្យចាប់ឲ្យអស់អញ្ចឹងយប់នេះពេលខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំនឹងលេងល្ខោនជាមួយពួកឯងឲ្យចាស់តែម្ដងជួយទាញទិន្នន័យកម្ចីក្រោមឈ្មោះរបស់ខ្ញុំមកមើលបន្តិចមកអ្នកស្រីលីនេះជាកិច្ចសន្យាប្រាក់កម្ចីរបស់អ្នកចុះលេខទូរស័ព្ទមួយនេះជារបស់នរណាអ្នកស្រីលីយោងតាមគោលការណ៍ឯកជនភាពខ្ញុំមិនអាចប្រាប់អ្នកបានទេពេលធនាគារអ្នកទម្លាក់លុយឲ្យតើមានស្កេនមុខដែរទេមានចុះហត្ថលេខាផ្ទាល់ទេរឿងនេះខ្ញុំសូមពេលត្រួតពិនិត្យសិនពីដំណើរការនៃការកម្ចីកាលនោះពិនិត្យទៅចុះខ្ញុំសូមសួរមួយទៀតទ្រព្យបញ្ចាំសម្រាប់កម្ចីនេះជាអ្វីគឺផ្ទះមួយល្វែងនៅតំបន់ Phi Chui Wan ចុះប្លង់ផ្ទះវិញក្នុងឯកសារមានត្រឹមច្បាប់ចម្លងប្លង់ផ្ទះប៉ុណ្ណោះវាជាប្លង់คล้ายតើថាម៉េចលេខប្លង់រឹងនេះគឺជារបស់คล้ายអ្នកអាចទៅឆែកនៅការិយាល័យសុរិយោដីបានផ្ទះនៅ Phi Chui Wan នឹងគឺឈ្មោះខ្ញុំពិតមែនតែខ្ញុំមិនដែលយកវាទៅដាក់បញ្ចាំម្ដងណាឡើយអ្នកស្រីលីសូមរងចាំបន្តិចខ្ញុំនឹងអញ្ជើញប្រធានធនាគារមកនិយាយជាមួយអ្នកស្រីលីរឿងនេះយើងពិតជាចាត់ទុកថាសំខាន់ណាស់ខ្ញុំមិនត្រូវការការយកចិត្តទុកដាក់ពីអ្នកទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកប្រាប់ខ្ញុំ3ចំណុចប៉ុណ្ណោះទី1តើនរណាជាអ្នករៀបចំឯកសារកម្ចីនេះទី2តើពួកអ្នកមានបានត្រួតពិនិត្យបានត្រឹមត្រូវទេមានបានពិនិត្យមើលប្លង់រឿងច្បាប់ដើមទេមានចុះបញ្ជីបញ្ចាំត្រឹមត្រូវដែរឬទេទី3តើពួកអ្នកមានគម្រោងដោះស្រាយរឿងនេះយ៉ាងម៉េចអ្នកស្រីលីខ្ញុំយល់ពីអារម្មណ៍អ្នកតែអ្នកឯងមិនយល់ទេនេះជាលេខទំនាក់ទំនងនៃធីវីរបស់ខ្ញុំពេលក្រោយបើចង់និយាយអីទៅនិយាយជាមួយគាត់ទៅនាងឈ្មោះអ៊ូឡានជាដៃគូក្រុមហ៊ុនច្បាប់ជីនហឺអ្នកស្រីលីរឿងនេះយើងនឹងសហការស៊ើបអង្កេតអស់ពីលទ្ធភាពមុនម៉ោង5ល្ងាចនេះខ្ញុំចង់បានវីដេអូកាមេរ៉ាសុវត្ថិភាពពេលធ្វើកម្ចីនោះព្រមទាំងឯកសារយកព្រមទាំងអស់បើហួសម៉ោងខ្ញុំនឹងទៅប្តឹងគណៈកម្មការធនាគារទាំងរឿងរដ្ឋប្រវេណីនិងព្រមទណ្ឌខ្ញុំនឹងប្តឹងទាំងអស់គ្នាតែម្ដងបងថ្លៃបងបាត់ទៅណាមួយព្រឹកហ្នឹងតើបានទៅធនាគារអត់ហ្នឹងមិនក៏អញដឹងថាខ្ញុំទៅធនាគារមុនពេលចេញទៅខ្ញុំមិនបាននិយាយអីមួយម៉ាត់សោះខ្ញុំគ្រាន់តែទីទេយប់មិញបងលើកទូរស័ព្ទនោះតើមែនទេខ្ញុំខ្លាចតែបងត្រូវគេបោកមែនទេតើឯងមានរឿងអីចង់លាក់បាំងខ្ញុំឬអត់បងថ្លៃកុំចេះតែគិតផ្ទះផ្ដាខ្ញុំមានរឿងអីលាក់បាំងទៅបើអញ្ចឹងល្អហើយយប់នេះមកផ្ទះឲ្យលឿនបន្តិចមានរឿងត្រូវនិយាយកាត់អីនឹងអូនគឺរឿងអូនស្រីបងនឹងហើយអូនសម្លាញ់បងទិញឈើរីមកឲ្យអូនអង្គុយចុះសិនទៅវ៉ាងវៃឯងមកវិញហើយហ៎ញ៉ាំបាយហើយនៅម៉ាក់អញ្ជើញមកអង្គុយទីនេះដែរមកវ៉ាងស៊ីនឯងក៏ចេញមកដែរមកវ៉ាងស៊ីនអង្គុយចុះថ្ងៃនេះខ្ញុំទៅធនាគារឆែកយកអត្តសញ្ញាណប័ណ្ណខ្ញុំទៅខ្ចីលុយ1លាន9សែនហើយធ្វើកាត់ក្រេឌីត3សន្លឹកជំពាក់420,000និងមានកម្ចីផ្សេងទៀតចំនួន180,000សរុបទាំងអស់គឺ2លាន5សែនហត្ថលេខានៅលើកិច្ចសន្យាគឺត្រូវបានគេក្លែងបន្លំលេខទូរស័ព្ទដាក់ក្នុងនោះក៏មិនមែនជារបស់ខ្ញុំច្បាប់ចម្លងប្លង់ផ្ទះក៏ជារបស់ក្លែងធនាគារមិនបានឆែកឲ្យច្បាស់លាស់ក៏ទម្លាក់លុយឲ្យតែម្ដងវ៉ាងស៊ីនជារឿងដែលឯងធ្វើមែនទេខ្ញុំអត់ដឹងរឿងទេខែមីនាឆ្នាំមុនពេលឯងមកផ្ទះខ្ញុំអត្តសញ្ញាណប័ណ្ណខ្ញុំបានបាត់អស់2ថ្ងៃមុនឯងមកវាមិនដែលបាត់ទេក្រោយឯងទៅវិញក៏មិនដែលបាត់ដែរនោះមកពីបងធ្វើជ្រុះបាត់ខ្លួនឯងតើចុះលេខទូរស័ព្ទនៅលើកិច្ចសន្យានោះបើប៉ូលីសស៊ើបដឹងថាជារបស់ឯងតើគិតយ៉ាងម៉េច CIC ទោះជាស៊ីនវាយកអត្តសញ្ញាណប័ណ្ណកូនឯងទៅប្រើក៏ដោយក៏វាមិនបានតាំងចិត្តដែរម៉ាក់1លាន9សែនមិនមែនជាលុយតិចតួចទេគឺវាកំពុងតែខ្វះខាតលុយខ្លាំងនឹងណាវាជាមនុស្សស្រីរស់នៅក្រៅមិនងាយស្រួលទេនាងមិនងាយស្រួលចុះម៉ាក់គិតថាខ្ញុំរស់នៅងាយស្រួលណាស់ហ៎បំណុល2លាន5សែនធ្លាក់មកលើឈ្មោះខ្ញុំកិត្តិយសរបស់ខ្ញុំត្រូវវិនាសអស់ហើយថ្ងៃក្រោយចង់ទិញផ្ទះទិញឡានធ្វើអាជីវកម្មគឺប៉ះពាល់ទាំងអស់តែយើងជាគ្រួសារតែមួយតាកូនម៉ាក់ខ្ញុំសួរឯងជាលើកចុងក្រោយលុយ1លាន9សែននៃណាបើឯងមិនប្រាប់ប៉ូលីសក៏គង់តែស៊ើបដឹងដែរខ្ញុំបានប្តឹងប៉ូលីសរួចហើយបងថ្លៃបងកុំប្តឹងអីណាខ្ញុំសងខ្ញុំនឹងសន្សំសងបងប្រាក់ខែឯងមួយខែ3,500បំណុល2លាន5សែនប្រាប់ខ្ញុំមកថាសងយ៉ាងម៉េចសៀឯងធ្វើហួសហេតុពេកហើយឯងជាបងថ្លៃមិនអាចយកអូនបន្តិចបានទេអីយកហ៎លុយ2លាន5សែនឲ្យយកយ៉ាងម៉េចម៉ាក់ដឹងទេថាលុយ2លាន5សែននឹងវាច្រើនប៉ុណ្ណាតោះតែវ៉ាងវៃធ្វើការ5មួយឆ្នាំមិនហូបមិនផឹកទើបសល់លុយប៉ុណ្ណឹងចុះបងឯងវិញ
ធ្វើចរិតស្អីហ្នឹងអូនសម្លាញ់យើងដោះស្រាយគ្នាក្នុងផ្ទះសិនបានទេចាំបងនិយាយជាមួយស៊ីនឲ្យនាងប្រាប់ពីដំណើរលុយឲ្យបានច្បាស់លាស់សិនដោះស្រាយយ៉ាងម៉េចខ្ញុំទុកពេលឲ្យឯងមួយយប់ស្អែកមុនពេលថ្ងៃត្រង់បើគ្មានការពន្យល់ទេប៉ូលីសនឹងក៏ហៅនាងជាផ្លូវការហើយបងថ្លៃខ្ញុំប្រាប់ក៏បានកម្ចី1លាន9សែននោះ8សែនគឺយ៉ាក់សាវជាងសង្សារខ្ញុំធ្វើរកស៊ី5សែនទៀតទិញឡាន Mercedes ឲ្យគាត់ចុះលុយសល់1លានទៀតនោះឯងនិយាយខ្លួនឯងទៅ3សែនខ្ញុំយកទៅទិញភាគហ៊ុនតែចុងក្រោយគឺខាត់អស់រលីងសល់3សែនទៀតគឺចាយវាប្រចាំថ្ងៃអស់ហើយចំណែកកាត់ credit 3សន្លឹកជំពាក់4សែន20000ហ្នឹងគឺឯងកាត់យកទៅទិញកាបូប្រេងខោអាវនិងគ្រឿងសម្អាងអស់រលីងហើយនៅមានកម្ចី1សែន80000នេះទៀតក៏ឯងយកមកសងការប្រាក់មុនសងបំណុលតូចតាចនិងចាយវាប្រចាំថ្ងៃដែរចុះឡានវិញគឺនៅជាមួយសាវជាងចុះឡាននឹងដាក់ឈ្មោះអ្នកណាឈ្មោះគាត់ឯងយកលុយបោកគេទៅទិញឡានបែរជាដាក់ឈ្មោះសង្សារឯងទៅវិញហ៎ចុះលុយ8សែនរកស៊ីនោះរកស៊ីអីគេបើកហាងសាច់អាំងគ្រាន់តែបើកហាងសាច់អាំងត្រូវការដល់8សែនអូនសម្លាញ់ស៊ីនថាសាវជាងជាអ្នកបួននាងទេនាងក៏ត្រូវគេបោកដែរត្រូវគេបោកខត្រូវគេបោកអញ្ចឹងក៏យកមកបោកខ្ញុំបន្តអញ្ចឹងតើឯងរៀបចំរឿងនេះតាំងពីពេលណាអាការយកអត្តសញ្ញាណអ្នកដទៃធ្វើឯកសារក្លែងបន្លំរកអ្នកស៊ីញេជំនួសហើយមានខ្សែទើបអាចរៀបចំឯកសារបានងាយស្រួលទៀតផែនការទាំងអស់នេះឯងម្នាក់ឯងធ្វើមិនបានរលូនចឹងទេមានអ្នកណាចូលរួមទៀតសាវជាងជាអ្នកជួយមែនទេឬមួយក៏សាវជាងជាអ្នកបង្រៀនឯងតែម្ដងបងថ្លៃសាវជាងមិនមែនជាមនុស្សអាក្រក់ទេគាត់គ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះវង្វេងដល់ថ្នាក់ជួយឯងក្លែងបន្លំឯកសារនឹងហ៎ប៉ាងស៊ីនឯងដឹងទេថាទង្វើនេះវាធ្ងន់ធ្ងរប៉ុណ្ណាបោកប្រាស់ប្រាក់កម្ចីទំហំលើសពី2សែនវាចាត់ចូលជាបទល្មើសអក្រិតបាត់ទៅហើយល្មមឲ្យឯងជាប់គុកឡើងស្ពឹកឆ្អឹងហើយបងថ្លៃបងនិយាយចឹងមានប្រយោជន៍អីទៀតរឿងប្អូនស្រីរបស់បងតាមពិតបងដឹងតាំងពីយូរហើយមែនទេគឺបងដឹងតាំងពីពេលណាយប់មិញបងមិននិយាយរកអូនសំបីមួយម៉ាត់វាមិនមែនដោយសារបងកំពុងសួរនាំរឿងនេះពីនាងទេគឺដោយសារតែបងបានដឹងរឿងនេះរួចទៅហើយគឺបងទើបតែដឹងកាលពីខែមុនទេពេលស៊ីនមកខ្ចីលុយបងទើបបែកការបងខំសួរទើបនាងព្រមប្រាប់បងដឹងពេញមួយខែតែលាក់បាំងខ្ញុំសោះបងគិតថាចង់ជួយសងការប្រាក់នាងសិនរួចចាំសន្សំដោះស្រាយយកអីទៅដោះស្រាយគឺយកលុយសន្សំយើងនឹងណាយកលុយរបស់ខ្ញុំយកអត្តសញ្ញាណខ្ញុំយកកិត្តិយសខ្ញុំទៅដោះស្រាយបំណុលគ្រួសារបងអញ្ចឹងហ៎ខ្ញុំរៀបការចូលផ្ទះនេះ5ឆ្នាំមិនដែលសុំលុយអ្នកណាមួយរៀលមិនដែលចាយលុយបងឯងឡើយលុយកក់ផ្ទះនេះក៏ជារបស់ខ្ញុំលុយដេកក៏ជារបស់ខ្ញុំសូម្បីតែលុយមើលជំងឺម៉ាក់បងក៏ខ្ញុំជាអ្នកចេញតែចុងក្រោយពេលបងដឹងរឿងនេះបងបែរជាជ្រើសយកការលាក់បាំងដើម្បីជួយប្អូនបងទៅវិញម៉ាក់វិធីដោះស្រាយរបស់ខ្ញុំគឺទី1ថ្ងៃនេះវ៉ាងស៊ីនត្រូវតែរើចេញពីផ្ទះទី2ក្នុងរយៈពេល3ថ្ងៃសាវជាងត្រូវតែប្រគល់ឡាននោះមកវិញដើម្បីលក់យកលុយទី3ត្រូវទារលុយដែលនៅសល់ត្រឡប់មកវិញទាំងអស់លុយណាដែលទារមិនបានខ្ញុំនឹងប្តឹងតាមផ្លូវច្បាប់ភ្លាមឯងចង់ប្តឹងប្អូនថ្លៃខ្លួនឯងហ៎នាងបានធ្វើខុសតែយើងគ្រួសារតែមួយតើម៉ាក់កុំនិយាយអីទៀតម៉ាក់បងថ្លៃចង់ដេញខ្ញុំចេញហើយខ្ញុំប្រាប់ថាឲ្យទៅឥឡូវនេះយូវ៉ាលីរបស់ឯងទៅផងគឺវ៉ាលីដែលឯងយកមកពេលមកទីនេះដំបងនឹងហើយវ៉ាងស៊ីនបានរើចេញហើយតែមិនមែនស្ម័គ្រចិត្តទេគឺខ្ញុំជាអ្នកដេញនាងចេញអូនសម្លាញ់រឿងរបស់ស៊ីននិងសាវជាងនោះខ្ញុំបានឲ្យមេធាវីអូឡានធ្វើរឿងពីរក្នុងពេលតែមួយទី1គឺចេញលិខិតមេធាវីបង្គាប់ឲ្យសហការស៊ើបអង្កេតក្នុងរយៈពេល3ថ្ងៃដើម្បីទទួលបានការអនុគ្រោះទី2បានប្រគល់ព័ត៌មានឡានទៅឲ្យប៉ូលីសរួចរាល់ហើយព្រមទាំងភស្តុតាងលំហូរប្រាក់ផងដែរខាងប៉ូលីសកំពុងតែដាក់រ៉ាដាតាមដានឡាននោះហើយបារ៉ាវរកឃើញទីតាំងគេនឹងចុះទៅឃាត់ទុកភ្លាមមេធាវីនៅតែទុកឱកាសចុងក្រោយឲ្យគេសារភាពកំហុសបារងចាំដល់ប៉ូលីសចុះទៅមែនគឺគ្មានផ្លូវងាករេទៀតទេអូនឯងធ្វើការលឿនម្លេះខ្ញុំតែងតែធ្វើការលឿនអញ្ចឹងឯងគ្រាន់តែបងមិនដែលខ្វល់នៅមានរឿងមួយទៀតខាងធនាគារបានឆ្លើយតបមកវិញកាលពីល្ងាចការអនុម័តកម្ចីនេះមានចំណុចរំលោភបំពានយ៉ាងធ្ងន់ធ្ងរអ្នកគ្រប់គ្រងត្រូវបានគេដេញចេញហើយធនាគារកំពុងស៊ើបអង្កេតទឹកប្រាក់នេះបើបញ្ជាក់ថាជាចន្លោះប្រហោងនៃការអនុម័តរបស់ពួកគេដែលបណ្ដាលឲ្យទម្លាក់លុយមែននោះកម្ចីមួយនេះគឺលែងពាក់ព័ន្ធនឹងខ្ញុំហើយអញ្ចឹងមិនល្អទៅហើយទេអីអញ្ចឹងរឿងនេះក៏មិនបាច់ធ្វើឲ្យវាធំដុំពេកដែរបងគិតថាមិនបាច់ធ្វើឲ្យធំដុំហោះស៊ីនក៏បានរើចេញទៅហើយលុយដែលអាចទារបានក៏ទារទៅទារមិនបានធនាគារជាអ្នករ៉ាប់រងខ្លួនឯងហើយតើបងពិតជាគិតថារឿងនេះអាចទុកចោលមិនខ្វល់បានមែនទេប្អូនបងយកអត្តសញ្ញាណប័ណ្ណខ្ញុំទៅក្លែងបន្លំឯកសារយកប្លង់ផ្ទះคล้ายទៅធ្វើសំណុំរឿងខ្ចីលុយដល់ច្រើនសន្ធឹកបើរឿងនេះខ្ញុំមិនស៊ើបឲ្យដល់ចុងដល់ដើមទេថ្ងៃក្រោយវានឹងជាឥទ្ធិពលដល់អ្នកផ្សេងទៀតមិនខាននាងមិនធ្វើអញ្ចឹងទៀតទេនាងហ៊ានធ្វើរឿងខ្នាក់នឹងហើយមានរឿងអីដែលនាងមិនហ៊ានទៀតខ្ញុំមិនត្រូវការឲ្យបងចេញមុខទេខ្ញុំគ្រាន់តែសុំកុំឲ្យបងមករ៉ាំខ្ញុំទៅបានហើយសម្លាញ់បងកុំសុំអង្វរជំនួសនាងអីខ្ញុំទុកឱកាសឲ្យគេហើយតែគេមានពេលតែ72ម៉ោងប៉ុណ្ណោះគឺ3ថ្ងៃរៀបការជាមួយគ្នា5ឆ្នាំនេះជាលើកទី1ដែលខ្ញុំមានអារម្មណ៍ថាបងជាមនុស្សចម្លែកស៊ីវីដេអូកាមេរ៉ាសុវត្ថិភាពពីធនាគារខ្ញុំបានមើលហើយថ្ងៃដែលទៅធ្វើកម្ចីនោះគឺវ៉ាងស៊ីនតែម្ដងនាងបានតែងមុខក្រាស់ពាក់វ៉ែនតាដូចឯងព្រមទាំងស្លៀកខោអាប់អញទៀតប្រព័ន្ធ scan មុខតាមពិតទៅវាលោតថាបរាជ័យទេតែអ្នកគ្រប់គ្រងឈ្មោះស៊ុនជាបានប្រាសិទ្ធរបស់គេវាបញ្ចូលក្នុងប្រព័ន្ធថាជាសាមីខ្លួនផ្ទាល់ដោយបញ្ជាក់ថាការផាត់មុខធ្វើឲ្យទម្រង់មុខខុសគ្នាហើយក៏បានរំលងការត្រួតពិនិត្យដោយជោគជ័យចំណែកឯកសារបញ្ចាំវិញគេក៏បានលាក់បាំងដំណើរការទាំងមូលដោយមិនបានពិនិត្យប្លង់រឹងច្បាប់ដើមហើយក៏មិនបានចុះបញ្ជីការបញ្ចាំត្រឹមត្រូវដែរ
ប៉ុន្តែលើច្បាប់ចម្លងคล้ายៗមួយក៏អាចបញ្ចប់ការអនុម័តបាននិយាយឲ្យចំទៅមិនមែនប្រព័ន្ធធនាគារមានចន្លោះប្រហោងទេគឺគេបានប្រើប្រាស់អំណាចទូនីតិដើម្បីរំលងប្រព័ន្ធសុវត្ថិភាពទាំងអស់តើស៊ុនជានិងសាវឈៀងមានទំនាក់ទំនងអ្វីនឹងគ្នាខ្ញុំស៊ើបតាមព័ត៌មានផ្ទៃក្នុងធនាគារហើយស៊ុនជាគឺជាបងប្អូនជីដូនមួយរបស់សាវឈៀងឥឡូវខ្សែរឿងភ្ជាប់គ្នាបានហើយសាវឈៀងជាអ្នកចេញគំនិតវ៉ាងស៊ីនជាអ្នកលួចអត្តសញ្ញាណប័ណ្ណហើយស៊ុនជាអ្នកបើកដៃក្នុងធនាគារចុះស៊ុនជាឥឡូវយ៉ាងម៉េចហើយត្រូវព្យួរការងារដើម្បីស៊ើបអង្កេតធនាគារកំពុងចាត់ការផ្ទៃក្នុងតែរឿងបែបនេះពួកគេច្បាស់ជាដោះស្រាយគ្នាក្នុងកំបាំងមិនខានព្រោះវាក៏ជាកំហុសរបស់ខាងធនាគារដែរមិនបានទេvậy tớ, Xuân Chi mình ai trâm tại trâu chu ca nhiệt tệ, cái coi chỉ nẹt xong cùng nẹt đại, anh chân miên này tha, chui riệp trong ai sa postang ở nhom mùi chập, đòi đã mua nẹt tàng bay nẹt châu tàng ở, si anh bạc cọt hời hó, vàng xinយ៉ាងណាក៏ជាប្អូនថ្លៃអញដែរណាបត់ល្មើសបោកប្រាស់ទឹកប្រាក់ដោយច្រើនបែបនេះវាច្បាស់ប្រឡែកទៅហើយបានស្អែកឯកសារនឹងរៀបចំរួចរាល់ទំហំទឹកប្រាក់មួយនេះបើធ្លាក់ទៅលើអ្នកធ្វើការស៊ីប្រាក់ខែធម្មតាពិតជាបំណុលដ៏ធ្ងន់ធ្ងរដែលពិបាកនឹងទទួលយកមែនតែសម្រាប់ខ្ញុំគឺមិនមែនទេបងថ្លៃសាវឈៀងរត់បាត់ហើយរត់បាត់មានន័យថាម៉េចគាត់បិទទូរស័ព្ទផ្ទះជួលក៏ប្រគល់ឲ្យគេវិញមនុស្សក៏តាក់ទងលេងបានចុះឡានវិញឡានក៏មិននៅដែរឯងដឹងតាំងពីពេលណាគឺល្ងាចនេះពេលខ្ញុំទៅរកគាត់ម្ចាស់ផ្ទះប្រាប់ថាគាត់បានរើចេញតាំងពីយប់មិញសាវឈៀងទទួលបានលិខិតមេធាវីតាំងពីម្សិលថ្ងៃវាក៏មានន័យថាក្រោយទទួលបានលិខិតមិនដល់24ម៉ោងផងគេក៏រត់បាត់ទៅអញមានលេខអត្តសញ្ញាណប័ណ្ណគេទេមានផ្ញើមកឲ្យខ្ញុំភ្លាមយប់មិញសាវឈៀងទទួលបានលិខិតមេធាវីតាំងពីម្សិលថ្ងៃវាក៏មានន័យថាក្រោយទទួលបានលិខិតមិនដល់24ម៉ោងផងគេក៏រត់បាត់ទៅអញមានលេខអត្តសញ្ញាណប័ណ្ណគេទេមានផ្ញើមកឲ្យខ្ញុំភ្លាមសាវឈៀងរត់បាត់ហើយអញប្រញាប់ស្នើសុំដីការស៊ើបអង្កេតភ្លាមទៅព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធឲ្យជួយទាញយកកំណត់ត្រាការធ្វើដំណើររបស់គេនិងព័ត៌មានទ្រព្យសម្បត្តិក្រោមឈ្មោះគេផងប៉ូលីសបានបើកសំណុំរឿងហើយការតាមចាប់ខ្លួនគឺជាទូនីតិរបស់ពួកគេបានសង្សារប្អូនបងរត់បាត់ហើយយកទាំងឡាន Mercedes នោះទៅជាមួយទៀតថាម៉េចប្អូនបងត្រូវគេប្រើប្រាស់ហើយគេបានលុយហើយពេលនេះទាំងមនុស្សទាំងឡានបាត់ស្រមោលជឹងតែម្ដងបងទៅតាមរកវាតាមរកឃើញទេគេបិទទូរស័ព្ទផ្ទះជួលក៏ប្រគល់ឲ្យគេមនុស្សក៏បាត់ទៅហើយប៉ូលីសកំពុងតែស៊ើបអង្កេតហើយតើបងធ្លាប់ជួបសាវឈៀងដែរឬទេធ្លាប់ជួបម្ដងតាំងពីពេលណាកាលពីខែមុនស៊ីនធ្លាប់នាំគេមកញ៉ាំបាយនៅផ្ទះម្ដងញ៉ាំអីគេគឺឆ្អឹងជំនីជ្រូកដែលអូនធ្វើនឹងតើគេមានបានដើរទៅណាមកណាក្នុងផ្ទះទេមានបានចូលបន្ទប់អានសៀវភៅទេដូចជាធ្លាប់ទៅម្ដងគេថាចង់ចូលបន្ទប់ទឹកតែចៃដន្យដើរខុសទេចំបន្ទប់អានសៀវភៅតែម្ដងហោប្លង់ផ្ទះរបស់ខ្ញុំគឺចាក់សោទុកក្នុងទូនៃបន្ទប់នោះឯងតែដោយសារសោទុកនោះជាប្រភេទការពីគេមិនអាចបើកបានទើបពួកគេសម្រេចចិត្តធ្វើប្លង់ផ្ទះខ្លាំងខ្លាយវ៉ាងវៃពេលនោះបងមិនចាប់អារម្មណ៍សោះហោបងស្មានតែគេចង់ចូលបន្ទប់ទឹកមែនបានហើយខាងប្អូនស្រីបងតាមដាននាងផងទៅប្រាប់នាងកុំឲ្យដើរផ្ដេសផ្ដាស់ពីថ្ងៃនេះអូនសម្លាញ់ពេលនេះបងកុំតនិយាយអីទៀតដោះស្រាយរឿងចំពោះមុខនេះឲ្យហើយសិនទៅបើសាវឈៀងតាក់ទងទៅនាងឲ្យនាងប្រាប់ខ្ញុំភ្លាមអានឹងមនុស្សដែលឈ្មោះសាវឈៀងនោះប្រហែលគិតថាខ្ញុំគ្រាន់តែជាស្ត្រីមេផ្ទះដែលងាយបោកប្រាស់តែគេមិនដឹងទេថាមុនពេលខ្ញុំធ្វើជាអ្នកឌីហ្សាញខ្ញុំធ្លាប់រៀនច្បាប់គ្រប់ជំហានទៅមុខទៀតខ្ញុំនឹងធ្វើឲ្យគេស្ដាយក្រោយដែលបានបោះជំហានចូលផ្ទះនេះប្រសិទ្ធភាពការងារអ៊ូឡាននៅតែល្អដូចដើមត្រឹមថ្ងៃទី2ព័ត៌មានរបស់សាវឈៀងនាងស៊ើបបានឡើងខ្ទេចខ្ទីអស់សាវឈៀងអាយុ31ឆ្នាំមានសិភៅគ្រួសារក្នុងក្រុមនេះមានផ្ទះគ្មានឡានក្រោមឈ្មោះខ្លួនទេមានតែឡាន Mercedes មួយដែលវ៉ាងស៊ីនយកលុយកម្ចីទៅទិញទឹកប្រាក់ក្នុងកណីរបស់គេមានមិនដល់2000យន់ទេចុះលុយ1លាន9សែនហូតទៅណា8សែនបានផ្ទេរចូលកណីផ្ទាល់ខ្លួនរបស់គេពិតជាមានលំហូរសាច់ប្រាក់ខ្លះតាក់ទងនឹងកណីហាងសាច់អាំងរបស់គេមែនតែហាងនោះបានបិទទ្វារកាលពីកន្លះឆ្នាំមុនបាត់ហើយខាត់អស់រលីង5សែនទៀតទិញឡានលុយសល់បន្តិចបន្តួចក៏ចាយស្ទើរតែអស់រលីងហើយគេមានជាប់បំណុលអ្វីផ្សេងទៀតទេឆៃឃើញមានកម្ចីអនឡាញ3ពុកចូលគ្នាជាង5សែនហើយសុទ្ធតែហួសកំណត់ទាំងអស់អញ្ចឹងមានន័យថាគេក៏ជាអ្នកជាប់បំណុលវ៉ាន់ម្នាក់ដែរមិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំនៅឆែកឃើញរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺសាវឈៀងមិនមែនមានសង្សារតែវ៉ាងស៊ីនម្នាក់ទេគេនៅមានម្នាក់ទៀតនៅបន្ទប់ក្បែរនេះស្រីម្នាក់នោះក៏ធ្លាប់ធ្វើកម្ចីឲ្យគេដែរគ្រាន់តែទំហំលុយវាតិចជាងគឺ6សែនដោយប្រើវិធីសាស្ត្រតែមួយគឺដូចគ្នាបេះបិទតែម្ដងចុះនាងបានប្តឹងប៉ូលីសដែរឬទេ